Bạnជំរាបសួរបងប្អូនអញ្ចឹងយើងបន្តវីដេអូថ្មីមួយទៀតអញ្ចឹងវីដេអូនេះយើងបង្ហាញរបៀបយើង upload ផលិតផលរបស់យើងបាទអញ្ចឹងមុនយើង upload ផលិតផលខ្ញុំចង់ណែនាំមួយចំនួនអញ្ចឹងខាងក្រោមនេះដូចខ្ញុំបានចង្អុលប្រាប់នេះជាផលិតផលមួយដែលខ្ញុំបាន upload ពីមុនហើយបាទអញ្ចឹងក្នុងផលិតផលពីមុននេះខ្ញុំបានអត់លើកមួយហើយអញ្ចឹងខ្ញុំទៅថែមផលិតផលរបស់ខ្ញុំមួយទៀតបាទអញ្ចឹងខ្ញុំចុចនៅខាងលើនេះខ្ញុំបង្ហាញពីប្រភេទដែលផលិតផលរបស់ខ្ញុំណាជាក្រុមដូចយើងហៅភាសាខ្មែរជាក្រុមយើងអាចដាក់ក្នុងក្រុមនីមួយៗទៅដើម្បីយើងសួរស្វែងរកព្រោះយើងនិយាយពីកូនជ្រូកយើងចង់និយាយថាពីផលិតផលកូនជ្រូកហ្នឹងវាមានទាំងអស់បាទព្រោះយើងនិយាយមេជ្រូកយើងអាចនិយាយជាមេជ្រូកយើងអាចយកពីគ្រប់ប្រភេទរបស់ដូចជាមេជ្រូកចំនួន5គីឡូ10គីឡូ20គីឡូណាហ្នឹងគេថាមេជ្រូកបាទហើយចំពោះមេជ្រូកកូនយើងអាចដាក់ថាមេជ្រូកដែលវាមានកូនហើយអាហ្នឹងហៅថាមេជ្រូកកូនអញ្ចឹងទៅបាទអញ្ចឹងនៅក្នុងនេះខ្ញុំរៀបវីដេអូនេះដើម្បីបង្ហាញរបៀបយើងធ្វើការងារហ្នឹងមួយចំនួនបាទអញ្ចឹងខ្ញុំនិយាយរឿងកសិកម្មចិញ្ចឹមជ្រូកកណ្ដុរបាទអញ្ចឹងកសិកម្មចិញ្ចឹមជ្រូកកណ្ដុរនេះយើងចុចសញ្ញាបូកបាទយើងចុចសញ្ញាបូកក្រោយពីយើងចុចសញ្ញាបូកវាបង្ហាញផ្ទាំងមួយបង្ហាញយើងន័យថាខាងលើនេះយើងចង់និយាយកន្លែងដែលយើងមាន stock ទីតាំងដែលយើងមាន stock ផលិតផលរបស់យើងអាចភៀវទៅដឹកយកខ្លីចិត្តផ្ទះគាត់អាចយកដាក់នៅទីតាំងហ្នឹងទៅពួកគាត់នៅសៀមរាបឬមួយបាត់ដំបងគាត់អាចតម្លាក់ទីតាំងគាត់នៅជិតភ្នំពេញហ្នឹងគាត់អាចដាក់យកដូចជាត្រែងអញ្ចឹងគាត់អាចសរសេរទៅតែមកអាចមកទទួលយកផលិតផលនៅត្រែងអញ្ចឹងបាទអញ្ចឹងចំពោះខាងក្រោមនេះចំណងជើងពីឈ្មោះផលិតផលរបស់យើងបាទអញ្ចឹងផលិតផលរបស់យើងនេះយើងអាចបញ្ចូលបានតួអក្សរក្រោមពី30តួអក្សរបាទយើងអាចបានជាភាសាខ្មែរឬជាភាសាបរទេសបាទអាហ្នឹងក្នុងចំណុចដែលយើងអាចបញ្ចូលបានអញ្ចឹងយើងឲ្យវាយយ៉ាងតិចទាំងអស់ឲ្យលើសពី4តួអក្សរបានវាអាចទទួលយកបានបាទអញ្ចឹងខ្ញុំបានរៀបដាក់15គីឡូអញ្ចឹងក្រោមនេះយើងរើសប្រភេទរបស់យើងបើទីឲ្យយើងនេះ5គីឡូអញ្ចឹងខ្ញុំសុំដូរទៅ10គីឡូចុះបើជ្រូកកំមុំបាទជ្រូកមិនទាន់មានកូនអញ្ចឹងសុំដូរដាក់ទៅ10គីឡូវិញបាទអញ្ចឹងខាងក្រោមនេះយើងជ្រើសរើសប្រភេទយើងដាក់ចងជាក្រុមដើម្បីយើងស្រួលស្វែងរកអញ្ចឹងយើងជ្រើសរើសចំណុចប្រភេទណាមួយនៅក្នុងនឹងទៅបាទអញ្ចឹងនៅខាងក្រោមនេះយើងវាយតម្លៃចូលជ្រូកកូនជ្រូកកណ្ដុរមួយឬមេជ្រូកកណ្ដុរមួយយើងលក់$90អាហ្នឹងជ្រូកមេមួយហើយយើងជ្រើសរើសយើងអាចជ្រើសរើសជាកញ្ចប់ឬមួយជាប្រភេទផ្សេងនៅក្នុងហ្នឹងយើងអាចរើសបានព្រោះជាជ្រូកសាច់ជ្រូកអីហ្នឹងយើងអាចរើសបានយើងលក់ជាគីឡូអញ្ចឹងយើងអាចដាក់នៅក្នុងហ្នឹងបានអញ្ចឹងខ្ញុំដោយសារខ្ញុំលក់ជ្រូកទាំងមូលខ្ញុំដាក់ថា per item ន័យថាមួយមុខបាទទៅមួយមុខក្រោយពីខ្ញុំបានបំពេញព័ត៌មាននឹងហើយខ្ញុំអាចចុចបន្តទៀតបាទនេះចំពោះដែលយើងបង្កើតផលិតផលនីមួយបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ចំណុចហ្នឹងយើងអាចប្រើចំណងជើងយើងកុំឲ្យលើសពី30តួអក្សរបាទអញ្ចឹងយើងចុច submit បាទពេលដែលយើងចុច submit ហើយយើងបានបង្ហាញផ្ទាំងមួយទៀតហៅថាផ្ទាំងដែលយើងត្រូវបំពេញព័ត៌មាន detail ន័យថាលម្អិតស្ដីពីមេជ្រូកដែលយើងចាំហ្នឹងវាមានលក្ខណៈសុខភាពឬមួយពូជយកពីណាមកយើងអាច detail បាទបើយើងអត់ទេយើងអាចម្ដងបានបាទនៅក្នុងនោះយើងអាចបំពេញយើងអាចម្ដងបាននៅក្នុងនីមួយនេះយើងអាចម្ដងបានអញ្ចឹងយើងនៅក្នុង drop down នេះវាតែងបង្ហាញចំនួនស្មារតីយើងដើម្បីយើងនិយាយថាបើយើងលក់ជ្រូកសាច់គេថាជ្រូកស្ងួតឬមួយជ្រូកកកអញ្ចឹងយើងអាចអានេះយើងចង់និយាយថាយើងលក់ជ្រូកសាច់ជ្រូកអីអញ្ចឹងយើងអាចរើសប៉ុន្តែបើយើងអត់មាននៅក្នុង
ជំនួយនឹងទេយើងអាចវាយចូលបានបាទវាយចូលបានអញ្ចឹងបងប្អូនអាចយើងចូលតាមនឹងហើយយើងបំពេញទៅតាមលក្ខខណ្ឌហ្នឹងទៅហ្នឹងហើយយើងពេញទៅ brand ហ្នឹងយើងមាន map ប្រភេទរបស់យើងកសិកម្មយើងអាចដាក់ឈ្មោះ brand របស់យើងទៅហើយកញ្ចប់របស់យើងទៅពេលដែលយើងវិចខ្ចប់ហ្នឹងទម្ងន់ប្រមាណមានកេសមានស្នោមានអីចឹងយើងដាក់តាមហ្នឹងខាងក្រោមនេះកន្លែងយើងដាក់ barcode ន័យថាលេខកូដប្រទេសដែលផលិតផលយើងតែយើងលើកឡើងក្នុងsocial media ហ្នឹងហើយនេះន័យថាប្រភពរបស់យើងប្រទេសដែលយើងប្រភពនេះអញ្ចឹងបើទីឲ្យយើងនាំចូលយើងដាក់ប្រទេសដែលយើងផលិតផលហ្នឹងមកដូចជាប្រទេសជិតខាងយើងហ្នឹងឬដោយសារនេះយើងចំក្នុងស្រុកយើងជ្រើសរើសខ្មែរកម្ពុជាទៅយើងចុចបន្តទៀតបាទនៅក្នុងនេះបង្ហាញពីផ្ទាំងនេះបង្ហាញពីយើងអាចបញ្ចូលរូបភាពពីកូនជ្រូកយើងហ្នឹងជ្រូកដែលយើងត្រូវលក់ហ្នឹងដើម្បីឲ្យអតិថិជនរបស់យើងហ្នឹងឃើញថាជ្រូកដែលយើងលក់ហ្នឹងវាមានទម្ងន់ហ្នឹងវា10គីឡូជ្រូកមេបាទជ្រូកមេនឹងខុសពីជ្រូកដែលជ្រូកកូនណាជ្រូកដែលមេដែរប៉ុន្តែមេមានធ្លាប់មានកូនណាផ្សេងអញ្ចឹងយើងចុចសញ្ញាកាមេរ៉ាទៅបាទយើងចុចសញ្ញាកាមេរ៉ាយើងជ្រើសរើសជ្រូកបាទនេះសិតតែជ្រូករបស់យើងហើយអញ្ចឹងនៅក្នុងនេះខ្ញុំដាក់ពីររូបថតបាទដោយសារឲ្យបង្ហាញអ្នកដែលគាត់ចង់ចាប់អារម្មណ៍គាត់អាចទិញបានបាទអញ្ចឹងនៅក្នុងនេះយើងអាចជ្រើសរើសជ្រូកនេះបាទអញ្ចឹងខ្ញុំជ្រើសរើសជ្រូកដែលវាមានជ្រូក10គីឡូនេះគឺទុំ10គីឡូជាងតិចតួចបាទអញ្ចឹងខាងក្រោមនេះយើងអាចបំពេញព័ត៌មានបន្ថែមបើយើងអត់ទេយើងចុច submit បាទអញ្ចឹងយើងបានបញ្ចូលមួយរូបថតហើយជ្រូករបស់យើងហ្នឹងអញ្ចឹងយើងអាចវាមានទាំងអស់នៅក្នុងហ្នឹងវាមានសញ្ញាដេកខ្មៅនិងសញ្ញាធុងសម្រាមបើយើងចូលរូបថតទៅវាខុសយើងអាចចុចសញ្ញាដេកខ្មៅដើម្បីយើងកែសម្រួលរូបថតវិញហើយបើទីហោះដែលយើងធុងសម្រាមយើងអាចលុបវាចោលវិញបាទអញ្ចឹងខ្ញុំចូលរូបថតទី2ជ្រូកនឹងទី2នេះវាថតពីចំហៀងបាទអញ្ចឹងយើងចុច submit អញ្ចឹងចង់បញ្ជាក់ជូនក្រោយពីយើងបញ្ចូលរូបថតបាន2រូបថតអញ្ចឹងនៅក្នុងនេះយើងកំណត់ទៅមាន5រូបថតបាទមិនមែនរូបថតតែ2ទេយើងកំណត់បានដល់5អញ្ចឹងកន្លែងនេះយើងបង្ហាញលម្អិតពីអ្វីដែលយើងបានបង្កើតហើយហ្នឹងព័ត៌មានហ្នឹងហើយកន្លែងនេះឡើយយើងមើលរូបថតដែលយើងបានបញ្ចូលថែមទៀតបាទយើងអាច5រូបថតហើយខាងក្រោមនេះយើងបង្ហាញព័ត៌មានដែលយើងត្រូវបង្ហោះឲ្យភ្ញៀវរបស់យើងមើលអញ្ចឹងខ្ញុំ highlight នេះន័យថាបើយើងវាយ$90យើងចែកមកជាឬគុណជា40,000រៀល4,000រៀលវាស្មើនឹងប៉ុណ្ណឹងអញ្ចឹងបើយើងមាន promotion ថ្ងៃបុណ្យថ្ងៃទានយើងចង់ធ្វើ discount យើងអាចធ្វើបានយើងចុចលើ stray 3ខាងលើមកវាប្រាប់យើងមួយចំនួនព័ត៌មានមួយចំនួននៅក្នុងនេះបាទអញ្ចឹងខាងលើនេះដែលខ្ញុំចង្អុលនេះជាបញ្ចូលរូបថតន័យថាយើងអាចបញ្ចូលបន្ថែមរូបថតបាទអានេះយើងអាចកែបានហើយមកហើយខាងក្រោមនេះចំណងជើងខាងមុខដែលយើងបានឃើញហ្នឹងន័យថាប្រភេទចំណងជើងយើងហ្នឹងហើយនឹងប្រភេទក្រុមឬមួយ category នៃភាសាអង់គ្លេសនិងតម្លៃហើយខាងក្រោមនេះលម្អិតពីផលិតផលរបស់យើងហ្នឹងយើងចាំបានឬមួយយើងផលិតបានហ្នឹងយើងអាចដាក់ចូលក្នុងហ្នឹងហើយខាងក្រោមនេះជា option product នៃថារបស់យើងនៃថារបស់យើងមានជ្រូកដែរប៉ុន្តែយើងមានច្រើនប្រភេទវាស៊ីនឹងអ្វីដែលយើងដាក់ទៅដូចជាខ្មៅសខៀវឬមួយយ៉ាងម៉េចក្រហមអីចឹងទៅអានេះយើងអាចដាក់បានបាទហើយខាងនេះដែលខ្ញុំចង្អុលនេះអានេះ search term នេះន័យថាយើងដាក់ពាក្យដើម្បីឲ្យគាត់ស្វែងរកងាយស្រួលហើយខាងក្រោមនេះជាកន្លែង hit product នេះចង់ដៅទៅលើថាពេលដែលយើងអស់ stock យើងបិទទៅហើយខាងក្រោមអស់នេះយើងលុបចោលអញ្ចឹងយើងមើលអាសញ្ញាធុងសម្រាមយើងឃើញហើយអញ្ចឹងសំខាន់ណាស់ដែលយើងអាចបើយើងមានព័ត៌មានគ្រប់យកចិត្តទុកដាក់យើងគួរតែបំពេញគ្រប់
field ដែលនៅក្នុងនោះជា field សំខាន់ដើម្បីឲ្យផ្ដល់ឲ្យភ្ញៀវស្រួលរកបាទអញ្ចឹងនៅក្នុងផ្ទាំងនេះយើងបង្ហាញហើយថាខាងក្រោមនេះអានេះតម្លៃដើមរបស់យើងអញ្ចឹងយើងចុះ 15% ទៀតអានោះបើយើងទៅថាយើងចុះ 15% អញ្ចឹងយើងអត់អាចវាយ10ក្រាមអញ្ចឹងទេយើងអាចត្រូវវាយរបៀបយើងវាយភាគរយយើងត្រូវប្រើសញ្ញាចុចមុនយើងវាយលេខ15អញ្ចឹងមកបានហើយអញ្ចឹងម៉ាស៊ីនវាធ្វើអូតូម៉ាទិកវា submit ទៅ